นมសំពៅជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយស្ថិតនៅឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងតាមផ្លូវជាតិលេខ57អតីតផ្លូវជាតិលេខ10ចម្ងាយប្រមាណ13គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងភ្នំនេះមានកម្ពស់ប្រមាណ100ម៉ែត្រនិងមានកាំជណ្ដើរ1030កាំសម្រាប់ឡើងទៅលើកំពូលភ្នំបានជាគេហៅថាភ្នំសំពៅពីព្រោះរូបរាងភ្នំដែលមើលទៅស្រដៀងនឹងសំពៅបើក្រឡេកមើលទៅទិដ្ឋភាពធម្មជាតិពីកំពូលភ្នំអ្នកទេសចរអាចមើលឃើញវាលស្រែធំល្វឹងល្វើយនិងព្រៃព្រឹក្សាដ៏ស្រស់ស្អាតនៅលើកំពូលភ្នំមានវត្តមួយឈ្មោះវត្តគិរីរម្យដែលជាកន្លែងសម្រាប់ធ្វើបុណ្យសាសនាមានរូងភ្នំចំនួន12ដូចជាលាអាងផ្កាស្លាលាអាងល្ខោននិងលាអាងប្រជៀវប៉ុន្តែលាអាងផ្កាស្លានិងលាអាងល្ខោនជាទីនិយមសម្រាប់ទស្សនាលាអាងប្រជៀវល្បីដោយសារវងប្រជៀវរាប់លានក្បាលហោះចេញពីរូងនៅពេលល្ងាចប្រមាណម៉ោង6ល្ងាចដែលអ្នកស្រុកហៅថាកងទ័ពប្រជៀវតកតងទៅនឹងរឿងព្រេងនិទានអំពីភ្នំសំពៅនិងភ្នំជុំវិញដូចជាភ្នំក្រពើភ្នំក្តោងភ្នំអណ្ដើកនិងភ្នំនាងរំសាយសក់មានទំនាក់ទំនងនឹងរឿងព្រេងខ្មែរព្រះបាទរាជកុលនិងនាងរំសាយសក់តាមរឿងនេះភ្នំសំពៅកាត់ចេញពីសំពៅដែលត្រូវរលកបោកផ្អៀងហើយភ្នំផ្សេងទៀតកាត់ពីវត្ថុដូចជាក្តោងសំពៅទ្រង់មាន់និងសក់នាងរំសាយសក់លោកនាងអាចធ្វើដំណើរដោយរថយន្តប្រមាណ20នាទីពីទីរួមខេត្តបាត់ដំបងពេលលោកអ្នកទៅដល់នឹងឃើញមានផ្លូវឡានភ្នំសម្រាប់រថយន្តនិងម៉ូតូឬអាចដើរតាមកាំជណ្ដើរភ្នំសំពៅជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដោយសារទេសភាពស្រស់ស្អាតបរិយាកាសត្រជាក់និងផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រសាសនានិងរឿងព្រេងវាជាទីតាំងដ៏ល្អសម្រាប់អ្នកចូលចិត្តធម្មជាតិនិងការផ្សងព្រេងទេសចរធម្មជាតិក្នុងសំពៅមួយនេះវាពិតជាមានទស្សនវិជ្ជាស្អាតហើយកាលឥឡូវគេបានកែច្នៃទៅកាន់តែស្អាតជាមួយទៀតដូចទាំងអស់បានឃើញតែកាលឥឡូវគឺមានការអភិវឌ្ឍច្រើនមែនទែនហើយអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ